ថ្មដ្រូនមួយគ្រាប់មានតម្លៃចន្លោះពី$1,500 ទៅ$2,000ជាងឯណោះតម្លៃប៉ុណ្ណេះយើងអាចចរចាម៉ូតូខ្លាញ់គោមួយជីបានហើយហើយនេះដើម្បីកុំឲ្យបងប្អូនទាំងអស់គ្នាអស់ថ្លៃចំណាយទៅលើថ្មអញ្ចឹងយើងមកដឹងវិធីសាស្ត្រថែរក្សាសុខភាពថ្មឲ្យដំណើរការបានយូរអង្វែងកុំភ្លេចស្ដាប់វីដេអូនេះទុកធ្វើតាមវិធីសាស្ត្រខ្លីៗចូលរួមសម្រាប់បន្ទុកកាត់បន្ថយថ្លៃចំណាយឲ្យរួចកាទៀវពេលព្រឹករបស់បងប្អូនជម្រាបសួរពុកម៉ែបងប្អូនស្វាគមន៍មកកាន់កម្មវិធីខ្លីៗអំពីដ្រូនកសិកម្ម DJI ជាមួយនឹងក្រុមហ៊ុនដ្រូនកសិកម្មខ្មែរ DCAនៅក្នុងវីដេអូនេះក្រុមហ៊ុន DCA ចង់មកចែករំលែកបងប្អូនទាំងអស់គ្នាអំពីគន្លឹះថែរក្សាថ្មដ្រូនឲ្យបានត្រឹមត្រូវអាចប្រើប្រាស់បានយូរអង្វែងដោយដែលខ្ញុំបានលើកឡើងពីខាងលើមិញហ្នឹងថ្មដ្រូនមានតម្លៃថ្លៃគួរសមដូច្នេះដើម្បីបង្ការការប្រើប្រាស់ថ្មដ្រូននៅពេលដែលមានបញ្ហាយើងគួរតែដឹងពីវិធីសាស្ត្រថែរក្សាចាប់ពីឥឡូវនេះទៅថ្មមានអាយុកាលប្រើប្រាស់បានយូរអង្វែងកុំភ្លេចធ្វើតាមវិធីសាស្ត្រដូចខាងក្រោមជាដំបូងយើងទៅពិនិត្យសុខភាពថ្មទាំងស្រុងជាមុនសិនហើយនៅត្រង់ចំណុចកន្លែងនេះគឺជាចំណុចសំខាន់មួយដែលថ្មអាចធ្វេសលុយចេញពីកប៉ៅរបស់បងប្អូនយ៉ាងងាយស្រួលបើសិនបើបងប្អូនអ្នកគ្នាធ្វេសប្រហែសដូច្នេះរាល់ពេលដែលបងប្អូនត្រៀមបង្ហោះដ្រូនកុំរំលងចំណុចទាំងអស់នេះឲ្យសោះអញ្ចឹងដំបូងយើងចូលទៅឆែកសុខភាពថ្មនៅលើតេឡេបញ្ជារបៀបធ្វើឲ្យថ្មបង្ហាញតន័យនៅលើតេឡេបងប្អូនគ្រាន់តែយកដ្រូនដែលមានថ្មនៅក្នុងនឹងស្រាប់យើងភ្ជាប់ជាមួយនឹងតេឡេបញ្ជាឲ្យហើយបន្ទាប់មកទៀតបងប្អូនចូលទៅកាន់តេឡេបញ្ជានៅពេលដែលយើងចុចនៅត្រង់សញ្ញារូបខ្ចៅនេះដែលហៅថា setting ហ្នឹងហើយចុចនៅត្រង់ជួរទី6នឹងចូលទៅកាន់តន័យថ្មពេលវេលាជាក់ស្ដែងនៅត្រង់ចំណុចនេះវាបង្ហាញនូវសុខភាពនៃថ្មទាំងស្រុងអញ្ចឹងយើងក៏លេចមកមើលចំណុចពណ៌បៃតងនៅលើថ្មដែលគេហៅថា cell គឺជាទូទៅនៅក្នុងថ្មគ្រប់ថ្មទាំងអស់គឺមាន cell ចំនួន13ទៅ14បន្ទះហើយ cell នីមួយៗនៅក្នុងនាមយើងជាអ្នកប្រើប្រាស់ដ្រូនយើងត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ជាប់ខ្ជួនមែនទែនបើសិនបើ cell ណាមួយបង្ហាញផលអវិជ្ជមានដូចជាពណ៌លឿងនិងពណ៌ក្រហមបងប្អូនអ្នកត្រូវតែបញ្ឈប់ការហោះហើរជាមិនទាន់និងមិនគួរហោះហើរជាដាច់ខាតដោយសារតែទាំងពីរពណ៌នេះគឺជាពណ៌ដែលហានិភ័យដែលវាបង្ហាញសញ្ញាថាថ្មយើងនឹងប្រកាសជាមានបញ្ហាអញ្ចឹងដោយសារតែថ្មបង្ហាញពីអាការៈសុខភាពមិនល្អនៅលើថ្មបងប្អូនអ្នកគ្នាចាំបាច់ត្រូវតែយកទៅឆែកសុខភាពភ្លាមៗហើយក្រៅពី cell បងប្អូនអ្នកគ្នាកុំភ្លេចទៅឆែកសីតុណ្ហភាពនៃថ្មផងជាមធ្យមគឺ30អង្សាឬលើសនឹងតិចតួចអត់អីទេបងប្អូនអាចហោះបានក៏ប៉ុន្តែបើសិនជាសីតុណ្ហភាពឡើងដល់ចន្លោះពី40ទៅ50អង្សាឡើងទៅគឺវាក្តៅខ្លាំងពេកអញ្ចឹងដាច់ខាតអត់ត្រូវហោះទេបើសិនជាអត់ស្ដាប់បងប្អូនអ្នកគ្នាហោះវាអាចនឹងមានបញ្ហាក្តៅថ្មខ្លាំងរាលដាលដល់ដ្រូនផ្សេងៗឬក៏អាចឈានទៅដល់ហានិភ័យខ្លាំងកើតឡើងដល់រយៈថាហេតុអញ្ចឹងចំណុចបន្ទាប់ទៀតយើងត្រូវកលេចទៅមើលវដ្តជីវិតនៃថ្មអាហ្នឹងវាស្មើនឹងចំនួនដងដែលបងប្អូនអ្នកគ្នាសាកថ្មអញ្ចឹងពេលដែលបងប្អូនសាកថ្មដែលអស់ម្ដងឲ្យពេញឡើងវិញគឺវាគិតចំនួនម្ដងហើយវាឡើងមួយលេខអញ្ចឹងត្រង់ចំណុចវដ្តនៃថ្មនេះគ្រាន់តែបងប្អូនទាំងអស់គ្នាតាមដានថាវាយើងសាកបានប្រហែលដងអញ្ចឹងទៅប៉ុន្តែវាអត់ជាបញ្ហាអីទៅដល់ថ្មទេហើយចំណុចបន្តបន្សំទៀតនោះគឺជាព័ត៌មានដែលតេឡេបញ្ជាបញ្ជូនដំណឹងទៅកាន់បងប្អូននៅពេលដែលកំពុងប្រើប្រាស់ជាក់ស្ដែងដូចជាយើងកំពុងហោះថ្មរបស់យើងនៅសល់ 30% អញ្ចឹងវានឹងជូនដំណឹងប្រាប់យើងថាវានឹងចុះចតដោយស្វ័យប្រវត្តិនៅកន្លែងដែលបងប្អូនទាំងអស់គ្នាចាប់ផ្ដើមហោះឡើងហើយវានឹងជូនដំណឹងព័ត៌មានផ្សេងៗទៀតបើសិនបើវាកត់សម្គាល់ថាមានបញ្ហាអីជាមួយនឹងដ្រូនរបស់បងប្អូនដើម្បីការពារហានិភ័យផ្សេងៗកើតឡើងនៅលើដ្រូនរបស់បងប្អូនឲ្យដ្រូនរបស់បងប្អូនហោះហើរដោយសុវត្ថិភាពអញ្ចឹងចំណុចដែលបងប្អូនអ្នកគ្នាតាមដានតន័យថ្មយើងអាចមើលឃើញនឹងភ្នែកជាមួយនឹងតន័យច្បាស់កាយចូលមកដល់កត្តាបំផ្លាញសុខភាពថ្មដែលយើងមិនអាចមើលឃើញនឹងភ្នែកប៉ុន្តែយើងត្រូវតែបោះវាជៀសឆ្ងាយនិងធ្វើតាម6ចំណុចដូចខាងក្រោមចំណុចទី1ពិនិត្យមើលប្រទេសថ្មិញថ្មជាប្រចាំមុនពេលដែលបងប្អូនហោះឡើងត្រង់ចំណុចនេះហេតុអីបានចាំបាច់ត្រូវពិនិត្យជាប្រចាំហ្នឹងហើយពីព្រោះថាបងប្អូនយើងភាគច្រើនណាគឺតែងតែខូចនៅត្រង់ចំណុចនេះជាច្រើនជាងគេហ្មងមិនត្រឹមតែប៉ុណ្្នឹងទេបើសិនជាយើងមិនសូវខ្វល់ដូចជាការសម្អាតថ្មិញនៅលើថ្មទេវាអាចទៅប៉ះពាល់ទៅដល់ថ្មយើងហ្នឹងហើយវាក៏នាំឲ្យខូចទៅដល់ថ្មិញថ្មនៃដ្រូនផងដែរអញ្ចឹងបើសិនបើករណីនេះកើតឡើងបងប្អូនអ្នកគ្នាអាចចំណាយលើសពីការផ្លាស់ប្ដូរថ្មឬក៏ជួសជុលថ្មចំណុចទី2ប្រើធុងកង្ហារស្អំដើម្បីកាត់បន្ថយនិងជៀសវាងការប៉ះទង្គិចផ្សេងៗចំពោះកង្ហារស្អំថ្មនេះបងប្អូនភាគច្រើនធ្លាប់បានដឹងរួចមកហើយក៏បងប្អូនមួយចំនួនគាត់អត់ទាន់បានដឹងទេដោយសារតែធុងស្អំថ្មដ្រូននេះវាមកជាមួយនឹង model ថ្មីដូចជា T70P និង T100 អញ្ចឹងខ្ញុំឆ្លៀតពេលនេះសូមណែនាំបងប្អូនអ្នកគ្នាអំពីធុងស្អំថ្មបន្តិចទៅវាមានតួនាទីបញ្ចុះកម្ដៅសីតុណ្ហភាពថ្មក្នុងសីតុណ្ហភាពក្ដៅខ្លាំងនៅពេលដែលបងប្អូនកំពុងតែសាកថ្មហើយ
ហើយភាគច្រើននៅពេលបងប្អូនប្រតិបត្តិការជាមួយនឹង drone ហើយនៅពេលដែលត្រឡប់មកវិញមកតែតែក្តៅហើយអញ្ចឹងបើសិនជាបងប្អូនអ្នកគ្នាដាក់សាកនៅអំឡុងពេលដែលសាកហ្នឹងគឺអាធុងកង្ហារហ្នឹងវាចូលរួមបញ្ចុះសីតុណ្ហភាពក្តៅមកត្រជាក់វិញភ្លាមនៅពេលដែលបងប្អូនកំពុងតែសាកអញ្ចឹងនៅត្រង់ចំណុចនេះគឺអត្ថប្រយោជន៍ច្រើនមែនទែននៅពេលដែលយើងសាកហើយវាចូលរួមកាត់បន្ថយឲ្យត្រជាក់គឺវាចូលរួមថែរក្សាថ្មរបស់បងប្អូនឲ្យប្រើប្រាស់បានយូរអង្វែងហើយចំណុចទី3កុំភ្លេចជូតសម្អាតផ្នែកខាងក្រៅជាប្រចាំនៅក្រោយពេលដែលបងប្អូនប្រើប្រាស់គឺបញ្ជាក់មកទៀតក្រោយពេលដែលបងប្អូនប្រើប្រាស់បងប្អូនគួរតែសម្អាតដូចថាជីថ្នាំឬក៏មានអីប្រឡាក់ជាប់នៅថ្មបងប្អូនគួរតែជូតសម្អាតចេញទៅដោយសារតែសារធាតុមួយចំនួនយើងអត់ដឹងទេដូចជានៅក្នុងជីអញ្ចឹងវាអាចជ្រាបចូលទៅក្នុងថ្មរបស់បងប្អូនធ្វើឲ្យថ្មមានបញ្ហាដូច្នេះក្រោយពេលដែលបងប្អូនប្រើប្រាស់អាចយកកណ្ដាលសើមល្មមកុំសើមពេកអីមកល្មមជូតនៅលើផ្នែកខាងក្រៅនៃថ្មដើម្បីសម្អាតទី4លាងសម្អាតបន្ទះធ្មេញថ្មយ៉ាងហោចណាស់2ដងនៅក្នុងមួយសប្តាហ៍ការលាងធ្មេញថ្មនេះគឺក្រុមហ៊ុន DJI រោងចក្រហ្មងគឺគេណែនាំឲ្យយើងលាងសម្អាតជាមួយនឹងប្រភេទទឹកលាងធ្មេញថ្មដោយសារតែទឹកលាងធ្មេញថ្មនោះវាទទួលបានសារធាតុគីមីដែលផ្ដោតសំខាន់ទៅលើការលាងជំរះទៅលើប្រភេទធ្មេញថ្មហើយរបៀបនៃការលាងក៏អត់ពិបាកទេបងប្អូនគ្រាន់តែយើងយកទឹកដែលលាងធ្មេញថ្មហ្នឹងទៅជ្រលក់ជាមួយនឹងច្រាសឬក៏ឧបករណ៍ផ្សេងទៀតដែលគិតថាវាអាចដោះខាត់បានស្អាតហើយយើងដោះខាត់ទៅគឺដូចជាការស្រេចហើយអញ្ចឹងចូលដល់ចំណុចទី5ជៀសវាងរក្សាទុកថ្មនៅខាងក្រោមកម្ដៅថ្ងៃក្នុងរយៈពេលយូរអត់ឲ្យលើសពី15ទៅ30នាទីទេរយៈពេលហ្នឹងគឺយូរមែនតើហើយចំណុចនេះបងប្អូនប្រហែលជាអាចសន្និដ្ឋានដឹងហើយថាបើសិនជាយើងទុកនៅក្រោមពន្លឺថ្ងៃក្តៅពេកប្រកបណាស់គឺវានឹងក្តៅហើយវានឹងនាំទៅរកបញ្ហាផ្សេងដែលយើងស្មានអត់ដល់ចំណុចទី6កុំយកថ្មដែលសាកភ្លាមហ្នឹងទៅដាក់ចូលទៅដ្រូនហោះឡើងភ្លាមអីបងប្អូនអ្នកគ្នាត្រូវតែទុកឲ្យវាសម្រាកចន្លោះពីពេល5នាទីទៅ10នាទីបន្ទាប់ពីយើងសាកថ្មភ្លាមហ្នឹងណាមិនអញ្ចឹងទេវានឹងនាំឲ្យថ្មបងប្អូនក្តៅលើសពីអីដែលបងប្អូនកំពុងតែសាកទៀតប៉ុន្តែបើសិនជាបងប្អូនអ្នកគ្នាមានធុងកង្ហារបញ្ចុះកម្ដៅដែលខ្ញុំបានលើកឡើងចំណុចមិញហ្នឹងបងប្អូនអាចយកទៅដាក់ភ្លាមបានដោយសារតែអំឡុងពេលដែលបងប្អូនសាកហ្នឹងគឺវាបានបញ្ចុះសីតុណ្ហភាពទៅកាន់ភាពត្រជាក់អីអញ្ចឹងយើងអត់អីទេមួយទៀតបងប្អូនដែលមានថ្ម2-3សកួរគឺនៅពេលដែលបងប្អូនប្រើថ្មមួយយកទៅសាកហើយយើងបងប្អូនអាចយកអាថ្មសាកហើយដែលទុកសកួរនឹងយកទៅប្រើបានទៀតអញ្ចឹងវាអាចអត់បខំថ្មឲ្យធ្វើការខ្លាំងមានពេលដកឃ្លាធ្វើឲ្យថ្មអត់សូវក្តៅទេទៅគឺស្រួលប្រើហើយក៏លើខាងលើគ្រាន់តែជាបំណងល្អពីក្រុមការងារ DCA ប៉ុណ្ណោះហើយបើសិនជាបងប្អូនអ្នកគ្នាមានយោបល់អីបន្ថែមទៀតបងប្អូនអាចបញ្ចេញមតិយោបល់របស់បងប្អូននៅខាងក្រោមវីដេអូបានហើយបើសិនបើមានចម្ងល់ស៊ីជម្រៅអំពីដ្រូនកសិកម្ម DJI កុំភ្លេចតាក់ទងមកកាន់ប្រអប់ផ្សារដើម្បីសួរនាំបន្ថែមក្រុមការងារបច្ចេកទេសដ្រូននឹងស្រាយចម្ងល់ជូនបងប្អូនហើយបើសិនជាចង់ស្វែងរកដ្រូនកសិកម្មដែលមានការធានាជឿទុកចិត្តបានកុំភ្លេចមកស្វែងរកដ្រូនកសិកម្មខ្មែរ DCA ដូច្នេះដើម្បីទទួលបានចំណេះដឹងនៃការថែទាំដ្រូននិងចំណេះដឹងផ្សេងទៀតបងប្អូនអាចតាមដាន page ដ្រូនកសិកម្ម DCA កុំភ្លេច like និង follow page ដើម្បីទទួលបានចំណេះដឹងផ្សេងទៀតអំពីដ្រូនកសិកម្ម DJI ពីក្រុមការងារ DCA អញ្ចឹងជូនពរបងប្អូនអ្នកគ្នាជួបតែសំណាងល្អសុខភាពល្អពីខ្ញុំក្រុមការងារ DCA ជួបគ្នានៅវីដេអូក្រោយ